สุดท้ายบางคนเอาเนี่ยบางไงนี่จังรีวิวมาโตเรื่องได้มาดูกตีบางคนว่าตามปัดดูกตียังคลอมพอมาได้คือยังคลอบเคินจราให้แต่ก่อนท่านี้vì hiện play tích đời xa đấyประเภทดับปีเก้าหมุนบางคนว่ายังเมื่อปีมกเมาส์vìดับมวยเก้าหมุนvì hiện các ba vì hiện ở sâu pong vậy thếแต่นี้vì mơปีจอมคือvì hiện pong khăngบางคนว่าhay riêng với cả mơ tới hiện thum chia hiện cái tập chia bangคนว่าmơ tới riêng với nhẹ sạch mà mơ tới hiện play mà dáng hay sầm hẹp nhóm mua là hai để nhóm chập vào đó mà lơ mà tô này sầm hẹp ca review đời xa taอันนี้វាបកគិតនៅស្រុកខ្មែរយើងពីមុនធ្លាប់មាន2គ្រឿងតែឥឡូវនេះខ្ញុំគិតថាដូចជាមានតែមួយគ្រឿងទេឥឡូវនេះនៅសល់នៅខ្មែរយើងមានតែមួយគ្រឿងទេហើយប្រភេទ Ducati 1299នេះឥឡូវគេចាត់ទុកជាប្រភេទម៉ូតូកម្រហើយដោយសារតែឥឡូវនៅលើពិភពលោកយើងអត់មានច្រើនទេបើមានច្រើនមានដូចជា1199ហើយនិង899បងប្អូនបាទបើពួក1299នេះកម្រមានហើយឥឡូវយើងមកមើលគ្រឿងដែលបំពាក់នៅលើនេះចេញពីរោងចក្រមកហ្មងបងប្អូនបាទប្រភេទពួក1299នេះបងប្អូនមកមើលបូមខាងមុខអូលីនហើយប្រើភ្លើងបងប្អូនបាទប្រើភ្លើងនិយាយទៅប្រភេទបូមវាគឺមុខក្រោយអូលីនហ្មងនេះខាងក្រោយក៏វាប្រើអូលីនដែរហើយបើនិយាយពីសលេងពួក Ducati សម្រាប់បងប្អូនដែលចូលចិត្តសលេង V2 ក្ដុងគឺអែហ្មងបងប្អូនបាទសលេងវាក្ដុងសម្រាប់អ្នកដែលគេចូលចិត្តថាម៉ាស៊ីនវេបើខ្ញុំក៏ខ្ញុំគិតថាខ្ញុំស្រឡាញ់មួយយ៉ាងដែរទៅលើទាំងរូបរាងទាំងម៉ាស៊ីនដែល V ហ្នឹងតែគ្រាន់តែថានៅខ្មែរយើងអ្នកខ្លះគាត់អត់សូវហ៊ានជិះដោយសារគាត់គិតថា Ducati ពួកអា V2 អីហ្នឹងគឺវាងាយនឹងមានបញ្ហាតែបើយើងគិតឲ្យលំអិតហ្មងម៉ូតូណាក៏វាងាយមានបញ្ហាដែរសម្រាប់លើការប្រើប្រាស់របស់យើងការថែទាំរបស់យើងដែរហើយនឹងមួយទៀតម៉ូតូដែលយើងទិញមកហ្នឹងម៉ូតូស្អាតអត់ដោយប្រភេទម៉ូតូ Ducati មួយគ្រឿងនេះដែរក៏យើងលក់ដែរបងប្អូនបាទกระดาษពុនតម្លៃវា10000ជាងបងប្អូនបាទ10000ជាងម៉ូតូនេះกระดาษពុនពេញឆ្នាំហ្មងបងប្អូនបាទម្ចាស់គាត់គឺតម្លាក់មកពីខាងអាមេរិកមកហ្មងម៉ូតូខ្ចីអត់មានកន្លែងណាប៉ះសោធ្លាប់ជួសជុលអីទេគីឡូក៏តិចដែរបងប្អូនបាទអញ្ចឹងសម្រាប់បងប្អូនដែលចូលចិត្តរបៀបតាមម៉ូតូ collection ម៉ូតូអីនេះមកមើលមួយគ្រឿងនេះគឺញាក់សាច់ហ្មងបងប្អូនបាទឥឡូវយើងកាច់សោឲ្យបងប្អូនមើលសេរីទៀបមែនប៉ិតបងប្អូនបាទតែមើល color counter មើលអីគឺ unique ហ្មងបងប្អូននិយាយទៅអែមញាក់សាច់ហ្មង